ព័ត៌មានថ្មីៗក្តៅៗតែម្ដងបងប្អូនទាំងអស់គ្នាមានសម្លេងបន្ទោសក្រកំភ្លើងកាត់ឡើងខណៈពេលដែលលោកដូណាល់ត្រាំកំពុងតែធ្វើពិធីជប់លៀងនៅសន្តាគារ Washington Hilton នៅយប់ថ្ងៃទី25 ខែមេសាឆ្នាំ2026នេះហើយកន្លែងកើតហេតុបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយគឺវានៅខាងក្រៅបន្ទប់វាមិនមែននៅក្នុងបន្ទប់នៅកន្លែងដែលពិធីលោកដូណាល់ត្រាំកំពុងជប់លៀងនោះទេក៏ប៉ុន្តែកងសន្តិសុខដែលការពារប្រធានាធិបតីហ្នឹងបាននាំលោកដូណាល់ត្រាំនិងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដាក់ឲ្យគាត់នៅក្រោមតុហើយក៏បានជំរាបគាត់ចេញភ្លាមៗនៅពេលដែលកើតហេតុភ្លាមៗនេះបងប្អូនទាំងអស់គ្នាជនសង្ស័យដែលបានបាញ់កំភ្លើងប្រមាណគ្រាប់នោះត្រូវបានកងសន្តិសុខចាប់បានភ្លាមៗផងដែរបើតាមដឹងបងប្អូនទាំងអស់គ្នាលោកដូណាល់ត្រាំតាំងពីគាត់បានឡើងដឹកនាំប្រទេសតាំងពីឆ្នាំ2025មកជាការដឹកនាំលើកទី2របស់គាត់គឺរហូតមកដល់2026នេះគាត់បានទទួលរងនឹងការបាញ់ប្រហារនិងការប៉ុនប៉ងចូលបាញ់ប្រហារគាត់នៅចូលគៀកក្បែរគាត់នឹងមានករណីបែបនេះ3ទៅ4ដងហើយអានេះបើតាមខ្ញុំតាមដានហើយនិងខ្ញុំបានធ្លាប់អានព័ត៌មានកន្លងមកបងប្អូនទាំងគ្នាគណៈពិភពលោកកំពុងតែមានបញ្ហាសង្គ្រាមយ៉ាងសំខាន់និងមានបញ្ហាអសន្តិសុខជាច្រើននៅក្នុងតំបន់ហើយដូច្នេះហើយមានការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីបែបនេះគឺមិនមែនជារឿងថាធម្មតានោះទេវាគឺជារឿងដែលប៉ះពាល់ធ្ងន់ធ្ងរមែនទែនជាពិសេសការប៉ុនប៉ងបាញ់ប្រហារផ្សេងៗទៅលើមេដឹកនាំប្រទេសធំៗជាពិសេសមេដឹកនាំមហាអំណាចនៅលើពិភពលោកដូចជាលោកដូណាល់ត្រាំជាដើមអញ្ចឹងនេះគឺជាព័ត៌មានមួយដែលធ្វើមានការភ្ញាក់ផ្អើលមែនទែននៅលើពិភពលោកទាំងមូល